កាលពីអាទិត្យមុនបងប្អូនបានជ្រាបនៅប្រវត្តិរបស់ក្សត្រខត្តយរាជខ្មែរសម័យហ្វូណនដែលបានគ្រងរាជ្យពីក្សត្រដើមវងរៀងមកគឺ 1. រាជព្រះបាទហ៊ុនទៀននិងព្រះនាងលីវយី 2. រាជព្រះបាទហ៊ុនប៉ាន់ហួង 3. រាជព្រះបាទហ្វាន់ហ្វាន់ 4. រាជព្រះបាទហ្វាន់ជេម៉ាន់ឬស្រីមេរៈ 5. រាជព្រះបាទហ្វាន់ឆាន់មូឬធរនីនត្រៈ 6. រាជព្រះបាទហ្វាន់ស៊ីយុនឬអស្ចារ្យរាជថ្ងៃនេះខ្ញុំបាទមានកិត្តិយសសូមបន្តប្រវត្តិសាស្ត្រកម្ពុជាសម័យហ្វូណនជាបន្តទៅទៀត 7. រាជព្រះបាទទៀនឈូឆាន់តាន់គ្រិស្តសករាជ357សម័យឥណ្ឌូបនីយកម្មលើកទី 2 ព្រះបាទទៀនឈូឆាន់តាន់មកពីមានព្រះនាមដើមថាកៅដិននិងច័ន្ទដាន់ដែលចិនសរសេរថាឆាន់តាន់ជាជំនួសកៅដិនឆាន់តាន់ក៏คล้ายមកជាពាក្យថាទៀនឈូឆាន់តាន់ក្នុងអក្សរសាស្ត្រចិននាមកៅដិនច័ន្ទដាន់នេះគឺជាគោរមនាមនៃអម្បូរវង្សក្សត្រកុសនៈដែលបានគ្រងរាជ្យនៅឧត្តរទិសនៃប្រទេសឥណ្ឌានាសម័យនោះក្នុងសិលាចារឹកខ្មែរក៏មានពាក្យថាកៅដិននិងស្រុតតវរ្ម័នឬស្រុតត្រវរ្ម័នក្នុងសម័យកាលនោះដែរអ្នកប្រវត្តិវិទូបរទេសរកឃើញថាគឺក្នុងរយៈនៃឥណ្ឌូបនីយកម្មលើកទី 2នេះហើយដែលព្រះមហាក្សត្រខ្មែរបានបង្កើតឲ្យមានការអនុវត្តអក្សរសាស្ត្រថ្មីនិងផ្ដើមរាប់ថ្ងៃខែតាមសករាជថ្មីដោយបដូរពីរាប់ពុទ្ធសករាជមករាប់មហាសករាជឬសកសករាជជាជំនួសវិញព្រឹត្តិការណ៍នេះស្របគ្នានឹងពួងសាវតាខ្មែរស្ដីពីប្រវត្តិព្រះកេតុមាលាដែលមាននាមថាព្រះបាទអរតពលពាសោឬព្រះបាទអរតពលពាហានូបានបង្កើតឲ្យខ្មែរប្រើសករាជឬមហាសករាជមួយនៅក្នុងរាជព្រះអង្គវគ្គទី1តាមរយៈឯកសារចិនសម័យនោះបានឲ្យដឹងថាព្រះបាទទៀនឈូឆាន់តាន់មានព្រះនាមប្រសូតហៅថាច័ន្ទដាន់ដែលជាគោរមនាមនៃវណ្ណៈកុសនៈវង្សក្សត្រសោយរាជនៅខាងឧត្តរទិសនៃប្រទេសឥណ្ឌាមានព្រះនាមជាភាសាខ្មែរថាស្រុតតវរ្ម័នសិលាចារឹកសរសេរថាកៅដិនអក្ខរាវិរុទ្ធផ្សេងគឺស្រុតតវរ្ម័ននិងស្រុតត្រវរ្ម័នអ្នកវស្សកប្រវត្តិចិនរៀបរាប់ជាបន្តថាប្រហែលជាក្សត្រអង្គនេះហើយដែលមហារាជឥណ្ឌាបានបំបរបងចេញពីចម្ពោះទ្វីបមកស្វែងរកជ័យលាភទៅនគរហ្វូណនកាលបានសោយរាជហើយស្ដេចថ្វាយសួយសារដល់ព្រះចៅចិនមានដំរីស្រុកជាដើមលុះដល់រាជវង្សដំណក្រោយមានព្រះរាជបុត្រមួយអង្គចងសម្ព័ន្ធផ្លូវទូតជាមួយព្រះចៅវិនស្ដេចក្រុងចិននៅគ្រិស្តសករាជ434 435និង438បន្ទាប់នោះមានព្រះសង្ឃមួយអង្គនិមន្តសុំចូលជំនួយកងទ័ពពីព្រះចៅចិនមាននាំនៅដង្វាយជាច្រើនមកជាមួយផងមានរូបអ្នករាជមាសមួយគ្រឿងជាគ្រឿងរចនាសម្រាប់លម្អព្រះបល្ល័ង្កមានរូបដំរីមួយធ្វើពីក្លឹមច័ន្ទក្រស្នាពណ៌សរូបស្ទូបពីរធ្វើពីភ្លុកសំពត់ពីរផាប់ពេងពីរធ្វើពីកែវពីទូនិងភាជដាក់ស្លាមួយរចនាដោយស្រកាសត្វព្រមទាំងចុតម៉ាយមួយច្បាប់ដែលបញ្ជាក់ឲ្យដឹងថាប្រជាជនហ្វូណនកាន់ព្រះពុទ្ធសាសនាគោរពព្រះពោធិសត្វមហេស្វរៈដែលគង់នៅលើភ្នំមួយភ្នំនោះគឺជាស្ថានដែលព្រះអាទិទេពយាងចុះមកជាប្រក្តីនៅហ្វូណនមានព្រះសារីរិកធាតុគឺព្រះកែសាមួយសរសៃប្រវែង2ព្យាមសម័យនោះនៅស្រុកខ្មែរមានប្រើមកុដរាងជាបន្ទះវង្សរចនាដោយរូបបដិមានិងមានប្រើអាវធំវែងដូចគ្នានឹងបែបសិល្បៈនៃប្រទេសអ៊ីរ៉ង់វគ្គទី2ប្រវត្តិព្រះបាទទៀនឈូឆាន់តាន់ច័ន្ទដាន់កៅដិនឬស្រុតតវរ្ម័នកាលនោះសតវត្សទី4នៅចម្ពោះទ្វីបមានការចលាចលយ៉ាងខ្លាំងត្បិតពួកឥណ្ឌូអរិយកៈនិងរាជវង្សបលវៈធ្វើសញ្ជ័យលើទឹកដីឥណ្ឌាខាងត្បូងរីឯនគរហ្វូណនក៏មានការទទួលជនដាច់សង្វែងកាន់តែច្រើនឡើងជាពិសេសគឺពួកពលចាញ់ចម្បាំងបាក់ទ័ពរត់មកពីតំបន់ចក្ខិណាបតលុះចុងសតវត្សទី4ទើបមានដំណើរថាមានព្រាហ្មណ៍ម្នាក់ក្នុងអម្បូរកៅដិនបានឮសំឡេងអាទិទេពត្រាស់បញ្ជាឲ្យមកគ្រងរាជ្យនៅនគរហ្វូណនហើយដជាស្ថានសម្ដេចកៅដិនមេព្រាហ្មណ៍ម្ចាស់បូរីអង្គមុនបានកសាងទុកមកដោយសារចំណេះចេះដឹងដ៏កំពូលបណ្ដារាស្ត្រនៃនគរហ្វូណនក៏តែងតាំងព្រាហ្មណ៍កៅដិននោះឲ្យឡើងគ្រងរាជ្យជាស្ដេចនៃនគរភ្នំទ្រង់ព្រះនាមថាព្រះបាទស្រុតតវរ្ម័ន
មានន័យថាស្ដេចអ្នកការពារគម្ពីរវេទព្រះបាទស្រតវរ្ម័នគោរពព្រះសិវៈប៉ុន្តែក្នុងរាជ្យនោះព្រះពុទ្ធសាសនាមហាយាននៅតែរីកចម្រើនជាធម្មតាព្រះអង្គបានរៀបចំឲ្យមានការអនុវត្តអក្សរសាស្ត្រថ្មីនិងរាប់ថ្ងៃខែតាមសក្ការៈថ្មីហៅថាមហាសក្ការៈឬសក្ការៈសក្កៈដែលខ្មែរប្រើសម្រាប់រាប់របាក្សត្រតាំងពីរាជ្យនោះមកត្រង់នេះតម្រាពងសាវតាដែលរក្សាទុកដោយលោកអាត្មាលើឃ្លាចែងថាព្រះពុទ្ធសករាជ621ឆ្នាំឆ្លូវព្រះកេតុមាលាបុត្រព្រះបាទទាវវង្សអស្ចារ្យឡើងសោយរាជសម្បត្តិព្រះនគរកម្ពុជាធិបតីទ្រង់ព្រះនាមថាព្រះបាទអរតពលពាសោមានព្រះអានន្ទជាប្រធានបានតាំងមហាសក្ការៈមួយក្នុងឆ្នាំដែលទ្រង់អភិសេករាជតម្រាមហាសង្ក្រាន្តខ្មែរសរសេរថា 1. ខ្មែរមានប្រើមហាសក្ការៈគឺជាសក្ការៈសក្កៈដែលគេតែងឃើញលើសិលាចារឹកនៅប្រាសាទអង្គរមហាសក្ការៈនេះផ្ដើមតាំងឡើងក្រោយគ្រិស្តសករាជ78ឆ្នាំដោយព្រះមហាក្សត្រខ្មែរព្រះបាទសម្ដេចអរតពលពាហនុព្រះកេតុមាលាតាំងឡើងនៅឆ្នាំថោះ 2. ព្រះពុទ្ធសករាជកន្លងទៅបាន621ឆ្នាំព្រះមហាក្សត្រខ្មែរព្រះបាទអរតពលពាហនុព្រះកេតុមាលាបានតាំងមហាសក្ការៈនៅឆ្នាំថោះតាមក្បួនសៀមសរសេរថានៅពុទ្ធសករាជកន្លងបាន622ទៅវិញសៀវភៅ Memo Universel Larousse សរសេរថា Er chacun ou grand air cite 15 mars 78មានន័យថាសក្ការៈសក្កៈឬមហាសក្ការៈផ្ដើមឡើងនៅថ្ងៃ15មីនាគ្រិស្តសករាជ78ទំនងជាស្រង់សេចក្តីនេះចេញពីតម្រាមហាសង្ក្រាន្តខ្មែរដែលចែងថាមហាសក្ការៈផ្ដើមឡើងនៅពុទ្ធសករាជ621ត្រូវនឹងគ្រិស្តសករាជ78ដែលជារាជនៃរាជវង្សព្រះបាទហ៊ុនទៀនឬកៅឌិនទី1ក្នុងអន្តរនីយកម្មលើកទី1ទៅវិញដើម្បីបងប្អូនបានជ្រាបច្បាស់នៅប្រវត្តិនៃសក្ការៈនេះខ្ញុំបាទសូមអញ្ជើញបងប្អូនក្រឡេកមើលមកខាងគង់សាវតាខ្មែរវិញដែលមានសរសេរថាព្រះទាវវង្សជាវង្សដតីព្រះជន្មវក្សា33ឆ្នាំបានរាជពិសេសជាស្ដេចសោយរាជសម្បត្តិជាមហន្តឱឡារិកអធិកមហិមាទ្រង់ព្រះនាមព្រះបាទទាវវង្សអស្ចារ្យមហាខត្តយាធិរាជហើយអភិសេកនាងទាវថ្វាយព្រះនាងជាព្រះទាវតីអគ្គមហេសីស្រីទ្រង់លក្ខអគ្គនារីនារជ្ជកាលដ៏មហាអស្ចារ្យនេះមានដំណើរថាព្រះអមរិន្ទ្រាធិរាជគង់នៅឯស្ថាននិរយេទេវលោកបានយាងចុះមកថ្លែងព្រះសុបិននិមិត្តអង្គអែលព្រះឧទោភានីព្រះនាងទាវទ្រង់លក្ខថែមទាំងថ្វាយនៅកម្រងកៅមនីរតមាលារស្មី7ពណ៌ដល់ព្រះនាងផងព្រះនាងទាវក៏ទ្រង់គាល់ប្រសូតបានព្រះបុត្រាមួយអង្គថ្វាយព្រះនាមថាព្រះកេតុមាលាលុះ6ឆ្នាំក្រោយមកទើបឥន្ទ្រាធិរាជត្រាស់បង្គាប់ឲ្យមាតុលីទេវបុត្រយករេជយន្តរាជរដ្ឋមកទូលព្រះបាទទាវវង្សអស្ចារ្យសូមយាងព្រះកេតុមាលាជាបុត្រាទៅស្ថានសួគ៌7ថ្ងៃដើម្បីទតមើលគំរូប្រាសាទនាស្ថានសួគ៌រួចក៏ត្រាស់ប្រើវេស្សភូទេវបុត្រថ្លែងភេទជានាយជាងចេះការពារសាងប្រទេសប្រើវេស្សកម្មទេវបុត្រថ្លែងភេទជានាយជាងផ្នែកសំណងចុះមកប្រមូលជាងចម្លាក់ 3000 នាក់កសាងប្រាសាទវិចិត្រកែវតូចមួយថ្វាយព្រះកេតុមាលាលក្ខអំណឹងក្រោយមកនៅនាចុងស័កក្នុងពុទ្ធសករាជ621ព្រះឥន្ទ្រាធិរាជព្រះព្រហ្មនិងព្រះអានន្ទក៏រៀបចំពិធីអភិសេកព្រះកេតុមាលាសាជាថ្មីពុទ្ធសករាជ621ឆ្នាំឆ្លូវព្រះកេតុមាលាព្រះជន្មវក្សា16ឆ្នាំបានទេវិន្ទ្រាភិសេកឡើងសោយរាជសម្បត្តិម្ដងទៀតទ្រង់ព្រះនាមព្រះបាទអរតពលពាសោវរតាំងបរមចក្រពត្រាធិរាជព្រះចៅក្រុងកម្ពុជាធិបតីសិរីសោធរៈបវរឥន្ទវត្តគុរុរដ្ឋរាជធានីបូរីរម្យឧត្តមមហាស្ថានអមរៈវិមានអវតារសកលរតិវិស្ណុកម្មប្រសិទ្ធិស្ថាពរព្រមាមរៈបន្ទាប់មកព្រះឥន្ទ្រាក៏សុំសិល7ពីព្រះអានន្ទមានព្រះសុគន្ធាធិបតីជាដើមសន្មតបរោហិត7នាក់មានព្រះធម្មរិទ្ធីជាដើមសន្មតព្រាហ្មណ៍ម្នាក់ជាជំនួយជាព្រះឥន្ទគោរពកាលតាំងអាសនារដ្ឋនិងទាហានរដ្ឋ7នាក់មានចៅវាទលហៈជាដើមទើបបានមានត្រទូងរដ្ឋ7និងអាសនារដ្ឋទាហាន7តាំងពីរាជកាលព្រះបាទអរតពលពាសោនោះមក
បន្ទាប់មកទៀតព្រះឥន្ទ្រាធិរាជក៏តែងតាំងព្រះសេវកាព្រះបាទអរតពលពាសោឲ្យមានព្រះអានន្ទជាប្រធានចាប់តាំងពីមហាសករាជមួយក្នុងរាជនោះអំណះតទៅរបបសករាជយើងឈប់រាប់ពុទ្ធសករាជទៀតហើយគឺផ្ដើមរាប់មហាសករាជមួយពីនេះតទៅនៅនារជ្ជកាលនេះនគរកម្ពុជាល្បីខ្ចរខ្ចាយគ្រប់ទិសទីនគរលង្កានគរឥន្ទបតបុរីនគរលៀនជាងនគរនងស្នោនគរលាវជានគររាជក្រឹសនគរអយនកនគរនិងនគរចម្ប៉ាបុរីសុទ្ធសឹងតែកោតសរសើរឫទ្ធីបារមីព្រះបាទអរតពលពាសោយ៉ាងក្រៃលែងលក្ខបងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពខ្ញុំបាទសូមបញ្ចប់វគ្គប្រវត្តិសាស្ត្រខ្មែរតែត្រឹមនេះសិននិងសន្យាសូមបន្តនៅថ្ងៃក្រោយទៀតសូមអរគុណ